ស្អីគ្នាយើងថ្ងៃនេះគេខ្លះតែបានបើក event skin legend Granger ជាមួយ skin legend Leslie នេះណាអញ្ចឹងដោយសារតែ event ហ្នឹងគឺវាថោកខ្លាំងមែនតើណា skin legend មួយគឺយើងចាយដល់ 10000 ពេជ្រទេរាល់ដង skin legend គឺយើងត្រូវការចាយដល់ទៅ 10000 ពេជ្រទៅអាចបាន skin legend មួយប៉ុន្តែអានេះក៏អស់តិចខ្លាំងមែនតើណាតែខ្ញុំបានរាប់ថាវាអស់ប្រហែល1000 ពេជ្រទេតែមិនដឹងថាវាអាចនឹងក្រោម 5000 ចឹងទៅហើយថ្ងៃហ្នឹងគឺជាថ្ងៃដែលគេ free ticket លើកទី2អ្នកគ្នាអាចចូលទៅដាក់នៅ Crybe Store បានដល់ថ្ងៃហ្នឹងខ្ញុំធ្វើការដាក់នៅកញ្ចប់275 ពេជ្រណាហើយនេះគឺជាកញ្ចប់ទាំង3ដែលយើង recommend ទៅអ្នកគ្នាដាក់យក free ticket ចឹងទៅអ្នកគ្នាអាចយកមួយទៅយកមួយណាក៏បានដែរដូចខ្ញុំនិយាយចឹង event មួយហ្នឹងគឺវាស្រួលយក skin legend ទេអញ្ចឹងខ្ញុំស្ដាយកុំឲ្យអ្នកគ្នាខាតចឹងអ្នកគ្នាដាក់ ticket យកឲ្យហើយទៅដើម្បីដាក់យក ticket ទាំងអស់ហ្នឹងបានគឺអ្នកគ្នាត្រូវការប្រើប្រាស់ VPN ជាមុនសិនហើយវិធីនៅក្នុងការដាក់ VPN ចូលទៅយក event មួយហ្នឹងឬមកក៏ចូលទៅយក ticket នោះគឺខ្ញុំបានធ្វើវីដេអូពីរបៀបប្រើប្រាស់ VPN ហ្នឹងហើយនៅវីដេអូមុននោះគឺអ្នកគ្នាអាចចូលទៅ check តាម link ដែលខ្ញុំមានដាក់នៅ comment បានគឺចូលតាមនោះទៅអ្នកគ្នានឹងឃើញវីដេអូរបៀបនៃការប្រើប្រាស់ VPN ដើម្បីចូលទៅបើកអា skin legend ទាំងពីរហ្នឹងហើយបើសិនអ្នកគ្នានៅតែអត់ទាន់ចេះទេអ្នកគ្នាអាច comment នៅខាងក្រោមនោះបានបើសិនតែគ្នាយើងណាចេះតែគ្នាយើងអាចជួយប្រាប់គ្នាអញ្ចឹងណាខ្ញុំប្រាប់គ្នាយើងហើយ event មួយនេះគឺចំណេញលើចំណេញហ្មងណានិយាយទៅគ្រាន់តែ ticket លើកទី1ហ្នឹងដាក់តែម្ដងហ្នឹងគឺបានដល់តែ6000ជាងហើយដល់ពេលលើកទី2នេះគឺខ្ញុំដាក់តែម្ដងទៀតគឺខ្ញុំប្រវល់តែ10ដងណា10ដងដើម្បីយកអា full ticket វាអ្នកគ្នានៅពេលដែលខ្ញុំចាប់ទៅគឺបាន1000 ជាងហើយសោកបោះ ticket បន្ថែមទៀតអញ្ចឹងដូចខ្ញុំនិយាយពីដើមខ្ញុំថា event មួយហ្នឹងគឺចំណេញខ្លាំងផ្សេងអ្នកគ្នាអាចចាប់ទេគាត់ជាខាតហើយបើមួយទៀតបើអ្នកគ្នាអាក់ខានបានដាក់ ticket លើកទី1ទេហើយលើកទី2នេះអ្នកគ្នាអាចចង់ដាក់ទេអ្នកគ្នាចង់ test skin នឹងលេងអីអ្នកគ្នាអាចមកជួលវគ្គធ្វើមិនមុតខ្ញុំបានអ្នកគ្នាអាចឆាតមក Telegram ខ្ញុំមកដល់ខ្ញុំនឹងដាក់ link Telegram នៅក្នុង comment ខាងក្រោមអញ្ចឹងណាដល់ក្នុងវគ្គហ្នឹងគឺអ្នកគ្នាអាចលេងបានគ្រប់ skin គ្រប់ hero អញ្ចឹងមិនថា skin legend Leslie skin legend Granger ឬមកក៏ skin blue spectre លេងឡាយទេគឺអ្នកគ្នាអាចយកលេងបានដោយ free ហ្មងណាអញ្ចឹង complete បើចង់លេង complete ឆាតមក Telegram ខ្ញុំគឺខ្ញុំមានដាក់ link នៅ comment ខាងក្រោមនេះខ្ញុំនិយាយដែរអញ្ចឹងហើយវីដេអូយើងហ្នឹងមានតែប៉ុណ្្នឹងទេអរគុណអ្នកនរគ្នាដែលបានទស្សនាវីដេអូនេះពីដើមដល់ចប់